ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបបាទធ្វើផែនការរៀនសូត្រប្រចាំឆ្នាំរបស់សិស្សម្នាក់ៗប្រើលទ្ធផលតេស្ត P-TOM អញ្ចឹងនេះគឺជាផែនការតម្រង់ថ្មីបាទដែលយើងត្រូវការអនុវត្តអញ្ចឹងខ្ញុំគ្រាន់តែបង្ហាញអំពីរបៀបចូលទៅតេស្តកម្មវិធី P-TOM ហ្នឹងតើយើងតេស្តយ៉ាងម៉េចអញ្ចឹងលោកគ្រូអ្នកគ្រូអាចចូលទៅកាន់បាទថ្នាលបឋម PAP របស់យើងទៅនៅក្នុងទូរស័ព្ទក៏បានក្នុងកុំព្យូទ័រក៏បានតបមកលោកគ្រូអ្នកគ្រូចូលទៅកាន់ពាក្យមុខវិជ្ជាបាទសំទោសយើងចូលទៅកាន់ពាក្យថាតេស្តបាទតមកលោកគ្រូអ្នកគ្រូរើសពាក្យ P-TOM បាទតមកកន្លែងមុខវិជ្ជារងគឺយើងរើសពាក្យទាំងអស់ថ្នាក់នេះយើងដាក់ទាំងអស់ដែរតមកប្រភេទវិញ្ញាសានេះយើងបដូរពាក្យតេស្តតាមមេរៀនទៅជាទាំងអស់បាទតែ P-TOM នេះយើងប្រើសម្រាប់បាទសិស្សថ្នាក់ទី3ដល់ទី6បាទអញ្ចឹងខាងលើនេះយើងឃើញហើយ P-TOM គណិតវិទ្យាថ្នាក់ទី3ដល់ទី6អានេះថ្នាក់ទី3ដល់ទី6ដែរបាទភាសាខ្មែរអញ្ចឹងលោកគ្រូអ្នកគ្រូអាចតេស្តថ្នាក់ណាមុនក៏បានដែរមេរៀនមួយណាមុនក៏បានគណិតក៏បានខ្មែរក៏បានជាជារួមខ្ញុំតេស្តខ្មែរមុនបាទអញ្ចឹងលោកគ្រូអាចចុចលើនឹងទៅកន្លែងនេះរយៈពេលគេដាក់1ម៉ោងបាទហើយបញ្ចប់គឺសិស្សនឹងត្រូវការ 50% បើចាំបាវិញ្ញាបនបត្រគឺ 85% ហើយសំណួរនៅក្នុងតេស្ត P-TOM ហ្នឹងគឺមានចំនួន413សំណួរមានតែវាចម្រុះបញ្ចេញអ្នកស្រៈសំណួរសរុបហ្នឹងគឺវាធ្វើការចម្រុះតែម្ដងបាទអញ្ចឹងយើងចុចលើនឹងមកតមកយើងឲ្យសិស្សត្រៀមខ្លួនបាទបើជាមុខវិជ្ជាគណិតត្រូវមានกระดาษមានអីមកតែខ្មែរយើងមិនបាច់ទេតមកយើងចាប់ផ្ដើមតមកលោកគ្រូត្រូវសួរសិស្សថាបាទនេះចុចចំណេះនេះអានថាម៉េចឬក៏អានេះអានថាម៉េចកូនបាទអញ្ចឹងពេលដែលគាត់ឆ្លើយត្រូវយើងចុចរង្វង់បាទអញ្ចឹងរង្វង់មានតែគាត់អានត្រូវបើគាត់អានខុសយើងចុចបាទការ៉េនេះបាទហើយពេលដែលគាត់ថាត្រូវយើងចុចគាត់ប្រាប់គាត់ថាត្រូវដែរបាទបើគាត់អានខុសយើងអាចធ្វើឆ្ងល់ណាឲ្យគាត់ឱកាសគាត់ម្ដងទៀតអញ្ចឹងណាបាទហើយយើងចុចហើយប្រាប់គាត់ទេហើយយើងចុចបន្ទាប់មកហើយសួរបន្តទៀតបាទនេះអានថាម៉េចអញ្ចឹងបើគាត់អានទៅចុចវងបើអក្សរថយគាត់អានខុសយើងចុចការ៉េនេះមកបាទអញ្ចឹងយើងធ្វើអញ្ចឹងរហូតដល់សំណួរទីប្រហែលទៅឥឡូវខ្ញុំចុចបាទត្រូវផងខុសផងចាស់បាទមានស្រៈមានចុចចំណៈលាយគ្នាបាទចានេះពីអានអញ្ចឹងឲ្យគាត់អានទៅបាទនេះឲ្យគាត់អានដែរគាត់ចង់ប្រកបបន្តិចក៏ប្រកបទៅតែនៅក្នុងជាសាយក្នុងនេះគេអត់ឲ្យប្រកបទេមានប៉ុន្តែចំពោះលោកគ្រូតែងតែទុកឱកាសគាត់បន្តិចសាគាត់ប្រកបណាតែបើស្តង់ដារគេគឺចង់ឲ្យគាត់នឹងអានយកមកកុំឲ្យយើងខាត់ពេលច្រើនបាទអញ្ចឹងយើងបន្តទៅឲ្យគាត់អានទៅបាទបើយើងចង់លឿនយើងក៏មិនឡាយពេលបាទបើគាត់ចេះគឺគាត់អានបានហើយអញ្ចឹងក្នុងការតេស្តនេះគឺត្រូវការលោកគ្រូនៅក្នុងសាលារៀននោះសហការឬក៏លោកគ្រូបន្ទុកថ្នាក់ហ្នឹងគឺអាចរៀបចំយ៉ាងម៉េចក៏បានដែរឲ្យសិស្សហ្នឹងគាត់មានឱកាសតេស្តអាចមួយថ្ងៃ5នាក់10នាក់អីចឹងទៅធ្វើតាមលទ្ធភាពបាទអញ្ចឹងមកដល់កន្លែងចំណុចនេះបើតេស្តមួយទូរស័ព្ទគឺលោកគ្រូអាចចាប់ផ្ដើមឲ្យគាត់រើសខ្លួនឯងបាទតែបើតេស្តតាមកុំព្យូទ័រយើងអាចឲ្យគាត់ច្អល់កូនពាក្យនេះត្រូវមួយរូបមួយណាអញ្ចឹងពេលគាត់ច្អល់យើងរើសតាមគាត់ទៅហើយដាច់ខាត់យើងកុំឲ្យមានភាពអធិស្ឋានលើកលែងដេញដោលអីគាត់ទេគាត់នេះហើយគាត់ច្អល់យើងចុចយកបដ ாய் ទៅបាទនេះបើទូរស័ព្ទឲ្យគាត់ឱកាសឲ្យគាត់ទៅចុចខ្លួនឯងតែអត់ទេយើងឲ្យគាត់ច្អល់ឲ្យយើងចុចនៅលើកុំព្យូទ័រទៅបាទអញ្ចឹងយើងនៅតែបន្តចុចចឹងទៅបាទរហូតដល់សំណួរចុងក្រោយបាទនេះយើងអត់អានឲ្យសិស្សទេបាទបញ្ជាក់លោកគ្រូបើសំណួរចុងក្រោយនេះណាបាទគេឲ្យសិស្សអ្នកអានគ្រប់យ៉ាងបាទឲ្យសិស្សអ្នកអានយើងជួយសម្រាប់សម្រួលតិចតួចតែអត់ឲ្យអានឲ្យសិស្សហើយអានសំណួរសិស្សទេគឺសំណួរក៏សិស្សអានខ្លួនឯងដែរបាទបើសិស្សចេះគឺគាត់អានបានហើយហ្នឹងហើយរយៈពេលគាត់យូរដែរណាពេលអស់ហើយគឺយើងចាញ់ពាក្យបញ្ជូនចម្លើយអញ្ចឹងបើយើងរួចរាល់ហើយអាចបញ្ជូនចម្លើយទៅអញ្ចឹងយើងអាចរងចាំបន្តិចនេះអញ្ចឹងចេញលទ្ធផលនេះចូលលោកគ្រូពេលចេញលទ្ធផលធ្វើម៉េចទៅទី1ពេលចេញលទ្ធផលលោកគ្រូអាចទាញយកលទ្ធផលជាផ្ទាំងនឹងស្រាប់ទី2លោកគ្រូអាចទៅទាញនៅកន្លែងប្រវត្តិធ្វើតេស្តឥឡូវខ្ញុំឧទាហរណ៍ថាយើងឡោរួចហើយអញ្ចឹងយើងចូលកន្លែងពាក្យតេស្តហ្នឹងមានខាងស្ដាំនេះមានពាក្យប្រវត្តិធ្វើតេស្តគ្រូចុចអាហ្នឹងមកបាទហើយតមកអានេះទាំងអស់កន្លែងកម្រិតថ្នាក់ដាក់ទាំងអស់ដែរបាទថ្ងៃខែនេះលោកគ្រូដូរផងប្រឡងថ្ងៃណាអញ្ចឹងយើងអាចដូរពីថ្ងៃយើងប្រឡងមកចន្លោះថ្ងៃណាដល់ថ្ងៃណាអញ្ចឹងនឹងបង្ហាញឲ្យតំណែងយើងអាចបើចង់ឲ្យយើងទាញយកជា Excel មកយើងអាចចម្លងតំណែងនឹងបានយកនីតិយកអីទៅយកទៅធ្វើផែនការរបស់យើងបាទការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្ណឹងទេបាទជួបគ្នានៅវីដេអូក្រោយបាទ